ពេលដែលខ្ញុំជិះទៅភូមិបដាខ្ញុំបានចាប់អារម្មណ៍ហាងកាហ្វេមួយដែលមានឈ្មោះថាយ៉នកាហ្វេគ្រាន់តែខ្ញុំឈានជើងចូលភ្លាមធ្វើឲ្យខ្ញុំគិតទៅដល់ដូចជាសម័យដើមដូចជាសម័យបារាំងវិញឬមកក៏សម័យមុននឹងទៅទៀតហើយឧបករណ៍ខ្លះដូចជាខ្ញុំកើតមិនទាន់ទេហើយឧបករណ៍ខ្លះទៀតក៏ខ្ញុំកើតតន់ផងដែរហើយបងប្អូនប្រហែលជាអាចដឹងហើយថាហាងកាហ្វេហ្នឹងមើលទៅដូចជាហាងកាហ្វេរបស់អ្នកណាតាមខ្ញុំគិតទៅជាហាងកាហ្វេរបស់បងអាចារ្យធំទៅគឺកន្លែងហាងគាត់នីមួយៗគឺតុបតែងមកដូចជាខុសប្លែកពីគេហ្មងនៅក្នុងសៀមរាបនេះតាមខ្ញុំធ្លាប់ចូលហាងកាហ្វេជាច្រើនមកហើយណាហើយខ្ញុំក៏សូមសរសើរគាត់មួយដែរគាត់ពូកែអភិរក្សរបស់សម័យមុនមែនតើថាសម័យបារាំងដែលខ្ញុំតន់អញ្ចឹងហើយនិយាយពីកាហ្វេកន្លែងគាត់ហ្នឹងគឺរសជាតិអេមែនតើដល់ពេលដែលយើងជិះទៅបដាយើងងាកមកខាងស្ដាំដៃហួសផ្លូវបំបែកតែបន្តិចទេពេលយើងបត់មកខាងឆ្វេងមករកបដាហើយហ្នឹងហើយកន្លែងគាត់នេះបងប្អូនមើលទៅគឺការតុបតែងមកធ្វើឲ្យខ្ញុំគឺចូលចិត្តមែនតើដោយសារហេតុអីអត់កាលណាមួយហាងកាហ្វេតុបតែងបែបនេះគឺលើកស្ទួយទៅដល់វប្បធម៌របស់ខ្មែរយើងអរិយធម៌វប្បធម៌ផងដែរទៅពេលដែលយើងមកអង្គុយញ៉ាំកាហ្វេបែបនេះគឺឈៀលជាមួយនឹងបរិយាកាសមែនតើដោយសារបងប្អូនដឹងហើយគឺនៅភូមិបដានៅពេលដែលថ្ងៃបុណ្យទានវិញគឺមនុស្សណែនមែនតើប៉ុន្តែសម្រាប់ខ្ញុំគឺទៅថ្ងៃធម្មតាអញ្ចឹងទៅធ្វើឲ្យខ្ញុំងាយស្រួលអង្គុយធ្វើការហើយអង្គុយមើលបរិយាកាសនិងបរិវេណនៅក្នុងហាងកាហ្វេទាំងមូលបានល្អហើយនៅពេលដែលខ្ញុំទៅហាងកាហ្វេបែបនេះគឺខ្ញុំមិនដែលអង្គុយស្ងៀមទេខ្ញុំអង្គុយញ៉ាំកាហ្វេហើយគឺខ្ញុំដើរចុះឡើងថតនេះថតនោះហើយតែងតែមើលវត្ថុបុរាណអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេនេះសភៅជាពិសេសគឺសភៅប្រវត្តិសាស្ត្រខ្ញុំឃើញគាត់ដាក់សភៅមកតាំង Panty Map សម្រាប់បរទេសមកដល់គឺឃើញល្អមែនតើហើយសភៅទាំងនោះនៅពេលដែលយើងបើកមើលគឺរៀបរាប់ពីប្រវត្តិសាស្ត្រពីប្រវត្តិក្បាច់ក្បូរនីមួយៗចឹងទៅធ្វើឲ្យខ្ញុំហ្នឹងគឺដូចខ្ញុំចូលចិត្តដើរលេងតាមតំបន់ប្រាសាទទេគឺខ្ញុំបើកមើលបន្តិចបន្តួចគឺខ្ញុំមិនបានមើលទាំងអស់ក៏ខ្ញុំអាចបានមើលខ្លះៗដែរជាពិសេសគឺសភៅ Book 1បងប្អូនខ្លះសម្រាប់វ័យប៉ុនខ្ញុំគឺអាចតន់សភៅ Book 1ហើយឧបករណ៍ដែលគាត់រកមកហ្នឹងគឺមិនបុរាណខ្លាំងពេកប្រហែលទេអាចសម័យបារាំងឬមកក៏មុនបារាំងបន្តិចបន្តួចឬមកក៏សម័យបច្ចុប្បន្នយកមកតាំងដើម្បីលម្អឲ្យកូនខ្មែរយើងជាពិសេសគឺអ្នកទៅពិសាកាហ្វេកន្លែងនោះគឺបានរីករាយជាមួយនឹងបរិយាកាសបែបគេហៅថាសហសម័យឬមកក៏សហបុរាណផ្សេងៗយ៉ាងទៅចឹងហើយនៅពេលដែលយើងញ៉ាំកាហ្វេមួយកែវគឺធ្វើឲ្យយើងចំណេញផ្នែកចំណេះដឹងជាច្រើនជាពិសេសគឺនៅកន្លែងយ៉នកាហ្វេហើយណាមួយភូមិបដាគឺជាភូមិស្រស់បំព្រងជាងគេនៅក្នុងខេត្តសៀមរាបទាំងមូលបងប្អូនដែលមកលេងខេត្តសៀមរាបគឺមិនដែលបំឡងភូមិបដាទេគឺមាននំម៉ាកោត្នោតហើយនឹងនំណៃបុរាណជាផ្សេងផងដែរអរគុណច្រើនជម្រាបបងប្អូនជួបគ្នាវីដេអូក្រោយបាយបាយ